Radio Free Asia នៅម៉ោងប្រហែល 11 យប់ទី 21 បានកើតឡើងនៅភូមិជួរកាសង្កាត់ទាំងរ៉ែក្រោមរាជធានីភ្នំពេញបណ្ដាលឲ្យផ្ទះពីរខ្នងខូចខាតទាំងស្រុងផ្ទះនេះគឺជាអតីតរោងពុម្ពហើយឥឡូវនេះបានតែคล้ายមកជាបន្ទប់ជួលឲ្យកម្មកររោងចក្រកាត់ដេរស្នាក់នៅប្រហែលជាប្រមាណ100នាក់នោះតាមអ្នកស្នាក់នៅឲ្យដឹងមិនទាន់មានស្ដីរាយការណ៍ឬក៏យើងរកឃើញនៅការខូចខាតដល់អាយុជីវិតរបស់មនុស្សទេតែក្រៅពីផ្ទះពីរខ្នងដែលខូចខាតទាំងស្រុងនេះគឺមានផ្ទះ4ខ្នងផ្សេងទៀតដែលនៅជុំវិញនឹងខូចខាតផ្នែកខ្លះហើយនឹងឆេះបន្ទប់ខាងក្នុងតាមបង្អួចភ្លើងដែលចូលតាមបង្អួចទៅហើយឡានពីរគ្រឿងបានខូចខាតទាំងស្រុងដែរហើយក្រៅពីឡានផ្ទះនឹងនិងសម្ភារៈនៅក្នុងផ្ទះទាំងអស់ហ្នឹងមានម៉ូតូ4គ្រឿងតាមការប៉ាន់ប្រមាណជាដំបូងនេះគឺបានឆេះទាំងស្រុងនៅក្នុងផ្ទះតែមិនអាចយកទាន់ហើយមួយទៀតគឺមង្គលភ្លើងភូមិនៅតាមថ្នល់ហ្នឹងបានបាក់ខូចខាតទាំងស្រុងមួយដើមដែរបានហើយចំពោះការមូលហេតុអីយ៉ាងម៉េចនោះគឺសូមស្ដាប់សេចក្តីរាយការណ៍របស់លោកពូនខិនបាទតាមដែលខ្ញុំសួរសាក់សីដែលបានឃើញឆែកការកើតឡើងហ្នឹងគឺម្ចាស់ផ្ទះតែម្ដងគាត់ថាដំបូងឡើយហ្នឹងគឺឡានមួយត្រូវបានទីដេញមានក្រុមយុវជន8នាក់ហ្នឹងដេញឡានហ្នឹងហើយឡានហ្នឹងបានខំបើកកិច្ចរត់ពីការដេញរបស់ក្រុមយុវជនហ្នឹងហើយមកបុកដបសាំងដែលក្រុមគូសាគាត់នឹងបានដាក់លក់ឡាន Toyota Camry ឆ្លាមពាក់ផ្លាកលេខភ្នំពេញ 2Q 9625បាទរួចហើយបុកបទូភ្លើងហើយក៏ផ្ទុះឆេះឡាននោះផ្ទុះឆេះតែម្ដងទៅហើយស្ត្រីម្នាក់អាយុប្រហែលជា60ឆ្នាំហ្នឹងគាត់ថាពេលដែលផ្ទុះឆេះហ្នឹងគាត់ឮយុវជនហ្នឹងស្រែកថាជួយមិត្តភក្តិទេផងមិនដឹងថាជួយឲ្យរួចពីការតាមប្រមាញ់របស់ក្រុមយុវជនប្រមាណអ្នកនោះឬមួយក៏ជួយឲ្យផុតពីអគ្គិភ័យហ្នឹងមិនដឹងជាយ៉ាងណាដែរបាទខ្ញុំក៏បើកទ្វារទៅក៏ឃើញឆេះចាញ់ពីឡានហ្នឹងធ្វើធ្លោចឹងចាញ់ពីឡានអូនណាដល់ហើយខ្ញុំក៏ភ័យខ្ញុំរត់ទៅបើកទ្វារឲ្យអ្នកនៅផ្ទះខ្ញុំហ្នឹងចេញអស់ឲ្យចេញមកក្រៅទាំងអស់មកណាហើយឃើញវាចេញខ្លាំងភ្លើងចេញαπόពីឡានអញ្ចឹងឆេះសាច់ទៅឆេះផ្ទះខាងនេះឆេះផ្ទះខាងនេះមកហើយខ្ញុំរត់ចេញមកអូនអើយភ័យមិនទាន់មានរបាយការណ៍ពីប៉ូលីសស្ដីពីមូលហេតុនាំឲ្យមានអគ្គិភ័យនេះនៅឡើយទេប៉ុន្តែមុនពេលនេះខ្ញុំបានទៅសង្កត់ចាំនៅខាងមុខសាលាសង្កាត់ចាងរ៉េក្រោមដោយប៉ូលីសបានហៅបរិសុទ្ធជាម្ចាស់ផ្ទះនឹងទៅសាកសួរធ្វើកំណត់ហេតុហើយខ្ញុំក៏បានសម្ភាសជាមួយម្ចាស់ផ្ទះអំពីព្រឹត្តិការណ៍នេះដែរបាទខ្ញុំនៅនេះទេខ្ញុំនៅកន្លែងខ្ញុំតែខ្ញុំលើចម្លែងវាយឡានណាដល់ពេលហើយបើខ្ញុំនឹងឃើញខ្ញុំបើខ្ញុំមិនឡើងតាមចំហ្នឹងឡើងនៅតែមុខតែប៉ែតហ្នឹងដល់ពេលខ្ញុំឃើញចឹងដល់ខ្ញុំលួតតាមប្រហោងធំទាំងពៅហ្នឹងលួតតាមប្រហោងទាំងពៅផាត់មកខាងនេះខ្ញុំលំថាពុំអីបានខ្ញុំអស់ហើយសាំងអីក៏គោភ្លើងទៅតិចភ្លើងលោឆេះវ៉ាវខ្ញុំរត់ចូលក្នុងផ្ទះយកកខ្ញុំចេញបានខ្ញុំបាទអ៊ួនឈិននិងខ្ញុំបាទលេងម៉ាលីវិទ្យុអស៊ីសេរីរាយការណ៍ពីកន្លែងកើតហេតុនៅសង្កាត់ចាក់រ៉ៃក្រោមរាជធានីភ្នំពេញ